សួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទមួយនិយាយអំពីរឿងការឆក់បោកតាមប្រព័ន្ធអនឡាញជាពិសេសការឆក់បោកតាមរយៈធនាគារ QR code បាទហើយសូមក្រើនរំលឹកដល់បងប្អូនដែរបាទសូមឲ្យមានការប្រុងប្រយ័ត្នអញ្ចឹងសូមបងប្អូនចូលមកស្ដាប់រឿងរ៉ាវទាំងអស់នេះជាមួយនឹងខ្ញុំបាទបងប្អូនសូមប្រុងប្រយ័ត្នករណីថ្មីនេះថ្មីចាស់តែម្ដងបងប្អូនទាំងអស់គ្នាដោយបងស្រីម្នាក់ហ្នឹងបានប្រកាសក៏ដូចជាធ្វើការផុសលក់ទូរស័ព្ទតាមរយៈបណ្ដាញសង្គមក៏មានការ share ចូលគោរពផ្សេងៗហ្នឹងក៏មានបង្គោលដែលជាជនសង្ស័យចំនួន2នាក់ហ្នឹងក៏ឆាតមកទិញទូរស័ព្ទរបស់គាត់បានជួបមុខគ្នារួចហើយការចរចាគ្នាក្នុងតម្លៃណាមួយសមស្របនឹងការទិញយកហើយក៏ប៉ុន្តែការបាញ់លុយបងប្អូនទាំងអស់គ្នាប្រយ័ត្នត្រង់ការបាញ់លុយនេះបាញ់លុយយ៉ាងម៉េចអញ្ចឹងសូមបងប្អូនទស្សនាក៏ដូចជាស្ដាប់ព័ត៌មានពីគាត់តែម្ដងឲ្យបងប្អូនបានយល់ដឹងកាន់តែច្បាស់ថាតើការបាញ់លុយនោះបាញ់លុយចូលឲ្យមិនដេចក៏មានការស្នើសុំពីធនាគារនោះត្រឡប់ទៅវិញបងប្អូនទាំងអស់គ្នាអញ្ចឹងយើងនឹងធ្វើការសាកសួរពីគាត់ផ្ទាល់តែម្ដងបាទជំរាបសួរបងស្រីចាបងនិយាយទៅដំបូងហ្នឹងគាត់សុំ QR ខ្ញុំឲ្យសុំ QR ដុល្លារខ្ញុំហ្នឹងឲ្យខ្ញុំដាក់ចំនួនទឹកប្រាក់ដែលខ្ញុំលក់ទូរស័ព្ទហ្នឹងឲ្យគាត់គាត់ scan កុំខ្ញុំអីហើយអញ្ចឹងទៅគាត់ក៏ខ្ញុំឃើញកាត់លុយមែនតែអាហ្នឹងមិនមែនជាការកាត់លុយទេបងជាការស្នើសុំឲ្យខាងធនាគារ AC ដាខ្ញុំហ្នឹងទូទៅវិក័យប័ត្ររួមទៅឲ្យចំនួនទឹកលុយដែលខ្ញុំបានដាក់325ហ្នឹងទៅឲ្យខាងគាត់វិញណាបងបាទអញ្ចឹងមានន័យថាលុយតែការបាញ់ហ្នឹងគឺលុយចូលទៅខាងគេវិញតែម្ដងការទូទាត់ហ្នឹងគេប្រាប់ថាម៉េចពីក្រុមហ៊ុន AC ដាAC ដាប្រាប់ខ្ញុំថាហ្នឹងវាជាវិក័យប័ត្ររួមដូចថាពេលយើងទៅញ៉ាំអីជុំគ្នាអញ្ចឹងទៅគេស្នើឲ្យយើងចេញលុយម្នាក់ពាក់កណ្ដាលបង់តែញ៉ាំអីអញ្ចឹងបងរបៀបអញ្ចឹងតែអានោះគាត់ជាករណីបោកប្រាស់គាត់ឲ្យខ្ញុំហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់បាញ់លុយហ្នឹងមកឲ្យខ្ញុំហើយក៏ប៉ុន្តែអាហ្នឹងមិនមែនទេបងស្នើឲ្យខ្ញុំហ្នឹងបង់បាញ់លុយទៅខាងគាត់វិញអញ្ចឹងបងបាទរឿងនេះគឺតាក់ទងទៅនឹងរឿងការឆក់បោកតាម QR code តាមធនាគារបាទរឿងនេះមិនធម្មតាទេអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្ននៅពេលដែលបងប្អូនលក់ដូរនៅរបស់របរពេលដែលគេទាមទារឲ្យយើងបង្ហាញនៅ QR code ណាពេលដែលយើងឲ្យគេបាញ់តាម QR code បងប្អូនត្រូវប្រុងប្រយ័ត្នទី1កុំឲ្យសោះនៅរបស់របរដែលយើងត្រូវលក់មុននឹងទទួលបានលុយបាទពេលទទួលបានលុយចាំបងប្អូនឲ្យបាទយល់ល្អបងប្អូនត្រូវបើកមុខងារមួយដើម្បីងាយស្រួលក្នុងការស្ដាប់ពីចំនួនទឹកលុយធនាគារ AC ដាហើយនិង ABA ក៏ដូចគ្នាគេមានកម្មវិធីមួយបាទដើម្បីបើកនៅសំឡេងពេលដែលទទួលបានប្រាក់អញ្ចឹងបងប្អូនធ្វើការបើកនៅមុខងារហ្នឹងទៅបងប្អូននឹងបានដឹងច្បាស់បាទនៅពេលដែលបានទទួលលុយបន្ទាប់ពីបានទទួលលុយចាំបងប្អូនឲ្យរបស់របរទៅគេកុំឲ្យដូចបងប្អូនស្រីនេះគាត់ពោះធំផងហើយខាត់ចាញ់បោកបាទដល់ប្រើពាក្យបាញ់ QR code ឲ្យគាត់តាមការពិតកម្មវិធី QR code ដែលគាត់បាញ់ហ្នឹងគឺស្នើសុំឲ្យធនាគារវេលុយមកឲ្យវិញបាទនេះជាករណីពិបាកនឹងយល់បាទអាហ្នឹងគឺសូមសំណូមពរទៅខាងធនាគារគួរតែពិចារណានៅកម្មវិធីហ្នឹងបាទកម្មវិធីស្អីគេហៅថាស្អីបើក account រួមគ្នាយ៉ាងម៉េចទេបាទបងប្អូនចាំស្ដាប់ម្ដងទៀតស្ដាប់ទៅបាទបាញ់លុយចូលប៉ុន្តែមិនដឹងថាជនសង្ស័យទៅប្រើកង់នៃធនាគារទេបាញ់លុយចូលគាត់ហើយអត់លត់ចូលក្នុងកង់គាត់ទេមានការស្នើសុំដកទៅវិញទៀតបងប្អូនទាំងអស់គ្នាបងអាហ្នឹងជាបញ្ហាធំសម្រាប់បងប្អូនត្រូវប្រុងប្រយ័ត្នហើយទីយើងពិបាកព្រោះយើងមិនមានសិទ្ធិក្នុងការអើតមើលការគេធ្វើប្រតិបត្តិការទេអញ្ចឹងបងប្អូនចាំបាច់ត្រូវបើកមុខងារបាទបើកមុខងារដែលគេប្រាប់យើងពីការទទួលប្រាក់ពេលដែលយើងបានទទួលប្រាក់ហើយចាំយើងឲ្យរបស់គេនេះជាការប្រុងប្រយ័ត្នរបស់យើងបានខ្ពស់កុំឲ្យខូចខាតដោយបងស្រីបាទខ្ញុំសោកស្ដាយសម្រាប់ពួកពុនជនឆោបបោកវាមានល្បិចខ្ពស់ជាងយើងតែយើងមិនអាចនឹងតាមវាទាន់ទេហើយមានបងប្អូនខ្លះថាមិនក៏មិនមើលសំណើបាទមិនមើលការប្រតិបត្តិការយើងមិនអាចទៅមើលភាគីគេមកខាងដែលគេបោកជាងទេព្រោះករណីចាំបាច់យើងមិនអាចមានសិទ្ធិទៅបើកមើលទៅឲ្យមើលការប្រតិបត្តិការផងគេទេអញ្ចឹងសំខាន់បំផុតបងប្អូនត្រូវបើកមុខងារហ្នឹងដើម្បីស្ដាប់នៅការផ្ដល់ចម្លើយពីធនាគារថាបានទទួលលុយប្រមាណអញ្ចឹងទៅបងប្អូនអាចនឹងដឹងពេលនោះបងប្អូនអាចនឹងណាឲ្យរបស់របរគេទៅតែបើសិនជាបងប្អូនមិននេះទេបងប្អូនមិនប្រុងប្រយ័ត្នទេនឹងមានការខាតបង់ដោយបងស្រីណាខ្ញុំសោកស្ដាយណាស់ហើយអាណិតគាត់ផងគាត់ពោះធំគួរណាតែមកជួបនឹងមនុស្សដែលធ្វើស៊ីគាត់បាទហើយក៏បងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នបាទបងប្អូនមើលវិក័យប័ត្រហ្នឹងឃើញទេនេះវិក័យប័ត្រហ្នឹងគេដាក់ថាស្នើសុំត្រឡប់ទៅវិញពីបានថាបងប្អូនអញ្ចឹងពេលចាំបាច់បងប្អូនត្រូវពិនិត្យសមតុល្យសាច់ប្រាក់ផងយើងឲ្យបានច្បាស់លាស់ចាំហុចរបស់គេបើបងប្អូនមិនពិនិត្យឲ្យបានច្បាស់លាស់ទេវានឹងអាចមានរឿងរ៉ាវខាតបង់នៅទ្រព្យសម្បត្តិផងយើងទៅវិញអញ្ចឹងគួរតែពិចារណាទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នកុំចេះតែហ៊ានបាទកាលណាហ៊ានបាត់បង់អញ្ចឹងឯងបាទធ្វើអ្វីមួយក្នុងប្រតិបត្តិការធនាគារយើងត្រូវប្រុងប្រយ័ត្នជាទីបំផុតមិនមែនងាយស្រួលដូចបងប្អូនចេះតែចុចទេហើយឬមួយក៏នេះទេបងប្អូនត្រូវមាន
កម្មវិធីមួយហ្នឹងដើម្បីស្ដាប់ទឹកប្រាក់យើងងាយស្រួលព្រោះយើងមិនអាចទៅទាមទារសុំមើលការប្រតិបត្តិការផងគេទេអញ្ចឹងពេលដែលគេបាញ់លុយមកឲ្យយើងពេលធនាគារប្រាប់ថាទទួលបានហើយចាំយើងបោះលុយគេបោះរបស់ឲ្យគេកុំឲ្យដូចបងអូនស្រីបាទសោកស្ដាយណាស់គាត់ពោះធំផងបាទអរគុណច្រើនជម្រាបលា